ស្នាញ់ជើងចាស់ចានេះចងបានដល់ទៅ4វងចាជាមួយនឹងកាឡា2កន្លះកាឡា3កន្លះអញ្ចឹងថ្ងៃនេះខ្ញុំមានដល់តែ4វងជាប្រភេទជើងចាស់សាច់ថ្មីតែម្ដងសម្រាប់បងប្អូនដែលមានតម្រូវការជាមួយនឹងស្នាញ់ប្រភេទជើងចាស់សាច់ថ្មីនឹងថ្ងៃគាត់អាចមើលបានណាចាហើយស្នាញ់នេះវគ្គនេះគឺយើងចាប់គឺយើងទិញច្បាប់បានអញ្ចឹងយើងអាចចងបានច្រើនវងដែរយកមកបានជូនបងប្អូននេះជាប្រភេទស្នាញ់ជើងចាស់សាច់ថ្មីបងប្អូនសិតតែសាច់ថ្មីទាំងអស់បងប្អូនដែលធ្លាប់ប្រើស្នាញ់កន្លែងខ្ញុំគាត់ដឹងហើយថាស្នាញ់កន្លែងយើងនេះមានប្រភេទជើងចាស់សាច់ថ្មីដែលយើងចាប់ជាមួយនឹងសាច់ថ្មីប៉ុន្តែយើងចាប់ជាមួយនឹងជើងច្បាប់ចាស់ដើម្បីឲ្យមានតម្លៃធូរថ្លៃបន្តិចណាសម្រាប់បងប្អូនដែលមានតម្រូវការជាមួយនឹងស្នាញ់ដែលធូរជាងស្នាញ់ថ្មីអញ្ចឹងគាត់អាចមើលប្រភេទនឹងបានហើយຂະຫນាតដែលខ្ញុំចាប់វគ្គនេះគឺសិតតែ9ហាត់ទេអញ្ចឹងក្នុងនោះគឺមានកាឡា2កន្លះកាឡា3កន្លះអញ្ចឹងខ្ញុំនឹងតែសេបញ្ជាក់នៅលើ caption ខាងលើនោះបងប្អូនអាចមើលកាឡាមើលຂະຫນាតទៅបើសិនជាត្រូវຂະຫນាតត្រូវកាឡាអីបងប្អូនអាចធ្វើការកម្មងបានណាមាននៅកន្លែងស្រាប់ចាដោយសារតែថ្ងៃមុនហ្នឹងខ្ញុំក៏បាន post sticker ដែរប៉ុន្តែនៅអីវ៉ាន់ខ្លះចងហើយខ្លះនៅអញ្ចឹងយើងចាំចងឲ្យហើយទាំងអស់ចាំមកធ្វើវីដេអូបង្ហាញជូនហើយខ្ញុំនឹងទៅសេកាឡាសេຂະຫນាតបញ្ជាក់នៅលើហ្នឹងចាប្រភេទណែຂະຫນាតខ្ញុំកំពុងបង្ហាញបងប្អូននេះគឺកាឡា2កាឡា2នេះគឺយើងកែវជាមួយនឹងសាច់ភ្នែពណ៌ស្វាយហើយលេខ1ក្រោមសាច់ស្រូលលើកាឡា2ស្មើតែម្ដងចាទាំងជើងទាំងសាច់ຂະຫນាតនេះបានរហូតដល់ទៅ5គីឡូ8ខាំຂະຫນាតនេះហើយសម្រាប់ຂະຫນាត9ហាត់ជាធម្មតាគឺខ្ញុំដាក់ជូនបងប្អូនត្រឹមតែ130,000 free សេវាដឹកជូនមានថង់ត្រីឈ្នួលហើយអំបោះអញ្ចឹងបងប្អូនតែធ្លាប់កំងស្នាញ់ជើងចាស់ក៏ដឹងហើយថាតម្លៃ9ហាត់គឺតម្លៃនឹងគឺថេរតែម្ដងបើមានຂະຫນាត10ហាត់តម្លៃដែលយើងដាក់ធម្មតាគឺតម្លៃ140,000 free ដឹកមានថង់មានឈ្នួលមានអំបោះប៉ុន្តែនេះជាຂະຫນាត9ហាត់អញ្ចឹងមិនថាកាឡា2កន្លះកាឡា3កន្លះគឺតម្លៃដូចគ្នាបងប្អូនដែលស្រឡាញ់ដែលត្រូវកាឡាមួយណាក៏គាត់អាចធ្វើការកម្មងបានណាហើយចំពោះកាឡា3គឺយើងចាប់ជាមួយនឹងខ្សែលេខ2ណាអញ្ចឹងប្រភេទស្នាញ់ហ្នឹងបើកាឡាធំប្រភេទខុសគ្នាដោយសារកាឡាធំនេះយើងរត់ជាមួយនឹងខ្សែលេខ2ចាស្នាញ់កាឡា3យើងធ្វើខ្សែលេខ2ក្រោមលេខ1លើកាឡា3កន្លះស្មើយើងរត់ខ្សែលេខ2ស្មើតែម្ដងអញ្ចឹងនៅពេលដែលយើងធ្វើនេះគឺធ្វើតម្រូវជាក់ស្ដែងទៅតាមភ្ញៀវអ្នកប្រើនៅពេលដែលគាត់ប្រើកាឡាធំយើងធ្វើសាច់ជាងគ្រឿងធំបន្តិចដើម្បីឲ្យប្រភេទស្នាញ់នេះគឺស្វិតមាំនៅពេលដែលគាត់បងតាមបន្លាយឬក៏តំបន់ណាសបោសម្រាប់សបោអីគាត់អាចបងបានអញ្ចឹងឬក៏គាត់អាចយកទ្រីបម្ដងម្កាលបានអញ្ចឹងនៅពេលដែលខ្ញុំធ្វើកាឡា3កន្លះគឺខ្ញុំតែងតែរត់ជាមួយនឹងចាខ្សែលេខ2ស្មើចាហើយសម្រាប់កាឡា3នេះគឺយើងធ្វើជាមួយនឹងខ្សែលេខ2ក្រោមលេខ1លើចានេះទៅតាមតម្រូវការហើយខ្ញុំនៅសេបញ្ជាក់នៅលើ caption បងប្អូនអាចមើលទៅបើសិនត្រូវកាឡាទៅខ្នាតចាំតា order ណាចាហើយតម្លៃនេះគឺខ្ញុំដាក់ជូនបងប្អូនត្រឹមតែ130,000ទេណាចាប្រភេទស្នាញ់ជើងចាស់សាច់ថ្មីតែចំពោះជើងខ្ញុំនឹងលើកបង្ហាញបងប្អូននេះជើងក្រហមតិចអញ្ចឹងបងប្អូននេះជាប្រភេទជើងចាស់សាច់ថ្មីណានេះឃើញទេចាហើយប្រភេទជើងចាស់សាច់ថ្មីនេះមិនថាជួបបងប្អូនយកទៅប្រើក៏វាដូចស្នាញ់ថ្មីចឹងព្រោះវាជាប្រភេទជើងចាស់តែសាច់ថ្មីសាច់ដែលយើងចាប់ជាមួយនឹងសាច់ថ្មីយើងយកជើងចាស់មកចាប់ចូលតែម្ដងណាហ្នឹងហើយចំពោះជើងច្បាក់នេះជួបបងប្អូនប្រើខូចស្នាញ់មួយទៀតក៏ច្បាក់នឹងវាអត់ខូចដែរវានៅបានប្រើតទៅមុខទៀតអញ្ចឹងណាបងប្អូនចាបើសិនជាមានច្បាក់ក៏អាចដាក់មកឲ្យខាងខ្ញុំធ្វើក៏បានប៉ុន្តែគ្រាន់ថាបើសិនដាក់កំងរៀងចាំយូរបន្តិចដោយសារវគ្គនេះគឺខ្ញុំយើងទិញច្បាប់បានពីភ្ញៀវដល់ពេលអញ្ចឹងយើងក៏ធ្វើការចងនៅកន្លែងអញ្ចឹងណាហើយដល់ពេលដែលយើងចងបានហើយទើបយើងមកធ្វើវីដេអូបង្ហាញជូនបងប្អូនពេលខ្លះបងប្អូនឆាតរកពេលខ្លះអត់មានទេដោយសារអីវ៉ាន់យើងអត់ទាន់ធ្វើហើយតែវគ្គក្រោយនេះដែលយើងចេញបានដល់តែ4វងហ្នឹងចាប៉ុន្តែចន្លោះ4វងហ្នឹងស្នាញ់កំងក៏នៅចាំដែរអញ្ចឹងបងប្អូនដែលដាក់កំងក៏យើងនៅតែធ្វើបន្តចាអញ្ចឹងអាចអ្នកខ្លះអាចចាំយូរបន្តិចប៉ុន្តែអីវ៉ាន់កំពុងតែប្រយុទ្ធធ្វើឲ្យមិនថាអួនមិនថាស្នាញ់ដាក់ដៃគឺយើងប្រយុទ្ធធ្វើឲ្យរហូតតែដោយសារតែមួយរយៈនេះមានច្បាក់នេះដែលខ្ញុំទៅចាប់បានខ្ញុំក៏ឆ្លៀតចូលប្រហែលវងយកមកធ្វើវីដេអូបង្ហាញជូនបងប្អូនសម្រាប់រដូវកាលមុនចូលឆ្នាំបើសិនជាគាត់មានតម្រូវការអីហ្នឹងហើយគាត់អាចធ្វើការកំងបានព្រោះវាតម្លៃធូរណាតម្លៃតែ130,000ទេសម្រាប់ຂະຫນាតហ្នឹងហ្នឹងហើយអញ្ចឹងបងប្អូនអាចចូលទៅមើលទិន្នន័យនៅក្នុងcaption ខាងលើទៅដើម្បីឲ្យកាន់ច្បាស់ត្រូវការຂະຫນាតណាអាចធ្វើការកំងបានឆាតចូល page Telegram ឬក៏ WhatsApp ណាចាហើយសម្រាប់ទិន្នន័យនៅនឹងមានស្រាប់បងប្អូន screenshot ឆាតទៅផងដើម្បីកុំឲ្យអ្នកច្រឡំជាមួយអីវ៉ាន់ផ្សេងណាចាហើយខ្ញុំនឹងចាំតបបងប្អូននៅហ្នឹងអញ្ចឹងបើសិនជាត្រូវຂະຫນាតណាគីឡូមួយណាបញ្ជាក់ណាបងប្អូនចា screenshot ឆាតតែម្ដងទៅងាយស្រួលបើហៅសម្រាប់ថាយកដាក់ទីតាំងអាស័យដ្ឋានខ្ញុំនឹងធ្វើការរៀបជូនតែម្ដងចាអញ្ចឹងអរគុណណាសម្រាប់ការតាមដានវីដេអូថ្ងៃនេះចាបាយបាយទាំងអស់គ្នា